កាលណាគេមកយាយីយើងហើយជាសត្វជានុម័តនឹងតែងតែមានការឆ្លើយតបអញ្ចឹងព្រោះហើយអាត្មាលើកទឹកចិត្តឲ្យកងទ័ពរបស់យើងបន្តការពារទឹកដីឋានទៀតព្រោះសូមអស់លោកទាំងអស់ទាំងកងទ័ពទាំងពុទ្ធបរិស័ទសាមគ្គីគ្នាដើម្បីការពារទឹកដីព្រោះយើងមានប្រទេសតែមួយទេយើងមិនអាចបាត់បង់ហើយក៏យើងមិនអាចអនុញ្ញាតឲ្យនរណាមកប្រមាថការទានពួកយើងបានទេព្រោះអាត្មាមកនឹងមកជាមួយនឹងលោកជំទាវទេសាភិបាលបណ្ឌិតជាសេរីធនាគារជាតិនៃកម្ពុជាហើយមកម្ដងកម្មវិធីទី2មកបាន2ថ្ងៃហើយកំពង់ធំមួយហើយសៀមរាបមួយកំពង់ធំគឺមកចូលរួមរំលែកទុក្ខដល់កងទ័ពពលីនៅក្នុងសមរភូមិហើយថ្ងៃនេះមកជួបជនភេសជ្ជព្រោះមកយកសម្ភារៈដើម្បីនឹងជូនជនភេសជ្ជព្រោះសិលមិញបានជួបក្រុមគ្រួសារនៃកងទ័ពពលីពួកគាត់មានការសោកស្ដាយហើយបាត់បង់ស្វាមីបាត់បង់កូនដែលបានលះបង់ជីវិតដើម្បីការពារទឹកដីយើងសង្វេគខ្លាំងមែនទែនដោយសារតែឈាមជក់របស់យើងបានស្លាប់នៅក្នុងសមរភូមិដែលរឿងទាំងអស់នេះកើតឡើងពីខាងភាគីថៃមិនព្រមគោរពបទចុះបាញ់យើងអត់មានជំរឿនអីចឹងយើងសង្វេគព្រោះអាត្មាក៏សោកស្ដាយព្រោះឈាមយើងណាតែឃើញចឹងយើងសង្វេគព្រោះអាត្មាសោកស្ដាយដែលមនុស្សលោកជាពិសេសរឿងទាំងអស់នេះវាយើងមើលឲ្យជាក់ច្បាស់ដំបូងនោះអាត្មាគិតថាហេតុអីបានថៃក៏ធ្វើរឿងហ្នឹងអាហ្នឹងមួយទី2ទៀតអាត្មាគិតថាជនជាតិថៃនេះវាយើងនៅភូមិផលរបងជាមួយគ្នាហេតុអីបានជាគាត់សម្រេចរើសផ្លូវហ្នឹងនាំឲ្យមានវិនិស្សកម្មហើយសេចក្តីស្លាប់ការស្លាប់បាត់បង់ជីវិតនេះមិនមែនតែខាងយើងទេខាងគាត់ហ្នឹងក៏មានដែរអញ្ចឹងអានេះវាជាការជ្រើសរើសផ្លូវមួយដែលខុសឆ្គងផ្នែកខាងភាគីថៃក្នុងការដោះស្រាយចំនួនព្រោះធម្មតាកាលណាគេមកយាយីយើងហើយជាសត្វជានុម័តនឹងតែងតែមានការឆ្លើយតបអញ្ចឹងព្រោះហើយអាត្មាលើកទឹកចិត្តឲ្យកងទ័ពរបស់យើងបន្តការពារទឹកដីឋានទៀតព្រោះកាលដែលប្រហែលអាទិត្យមុនអាត្មានៅទីក្រុងរ៉ូមនោះអាត្មាបានទូលថ្វាយទៅសម្ដេចតាមដោយផ្ទាល់ពេលដែលជួបលោកស្វាគមន៍នៅទីក្រុងរ៉ូមនៅបរិយាវ៉ាទីកននឹងបានអរគុណលោកហើយអាត្មាក៏បានប្រាប់ហើយអាត្មាក៏បានដាក់លិខិតមួយថែមទៀតប្រាប់ថាសូមឲ្យសម្ដេចជួយបន្តគ្រប់គ្រងព្រោះចំនួននឹងវាអត់តាន់ចប់សព100%ទេហើយលោកបានអរគុណហើយក៏បានប្រកាសនឹងហើយក្នុងន័យយល់ព្រមនឹងពួកអាត្មាបានទូលថ្វាយលោកនៅពេលដែលបានជួបគ្នាប្រហែលជា7នាទីហ្នឹងព្រោះហើយដាក់លិខិតជាផ្លូវការមួយជូនលោកដែរព្រោះហើយសូមពីនីវញាតិញោមពុទ្ធបរិស័ទទាំងអស់ហ្នឹងបន្តជួយជុំជ្រែងតាមផ្លូវការទូតឬក៏តាមផ្លូវណាមួយដែលអាចជំរុញឲ្យមានការបត់ចុះបាញ់នេះព្រោះតាមទៀតព្រោះសូមអស់លោកទាំងអស់ទាំងកងទ័ពទាំងពុទ្ធបរិស័ទសាមគ្គីគ្នាដើម្បីការពារទឹកដីព្រោះយើងមានប្រទេសតែមួយទេយើងមិនអាចបាត់បង់ហើយក៏យើងមិនអាចអនុញ្ញាតឲ្យនរណាមកប្រមាថការទានពួកយើងបានទេព្រោះ